Siem Book Fair នៅវត្តដំណាក់បើចង់ដឹងថានៅក្នុងនឹងមានអ្វីខ្លះតែយើងចូលទៅមើលទាំងអស់គ្នាសូមឲ្យយើងចូលទៅដល់ខាងក្នុងពួកយើងក៏បានចូលរួមនៅកម្មវិធីដែលនៅក្នុងបន្ទប់ប្រជុំមជ្ឈមណ្ឌលខេមរៈកសាដែលមានវាគ្មិនរបស់លោក William ដែលជាអគ្គរដ្ឋទូតរបស់ចក្រភពអង់គ្លេសប្រចាំប្រទេសកម្ពុជាផងដែរដែលលោកក៏បានផ្ដល់យោបល់អំពីការអាសិភៅដែលកម្មវិធីរបស់តើសិភៅអាចឲ្យអត្តពលដល់យុវជនដែរឬទេហើយពួកយើងក៏បានចូលរួមហើយក្នុងនោះក៏ពួកយើងបានចូលរួមលេងហ្គេមក្នុងការចែកសិភៅផងដែរពេលយើងបានចូលរួមសំណេះសំណាលជាមួយលោក William ហើយយើងចាប់ផ្ដើមមកមើលការតាំងពិព័រណ៍សិភៅរបស់យើងទាំងអស់គ្នាឃើញថាមានសិភៅច្រើនម៉ាកច្រើនមុនមែនតើយើងមានទាំងសិភៅប្រវត្តិសាស្ត្រយើងមានសិភៅបន្លំលោកយើងមានសិភៅអង់គ្លេសជាច្រើនអ្នកគ្នាមើលនៅស្តង់នេះបាននិយាយពីសិភៅដែលឈ្មោះទៅរកភាពជោគជ័យសិភៅមេគាអំណាចផ្សេងៗនៅកន្លែងនេះឃើញមានលក់ត្រីផ្សេងៗក៏ដូចជាសិភៅច្រើនម៉ូដអញ្ចឹងឥឡូវហ្នឹងយើងនឹងមកសម្ភាសអ្នកលក់ម្ដងចង់ដឹងពីសិភៅដែលគាត់លក់ហ្នឹងក្នុងគោលបំណងអីគេហ្នឹងហើយបងសម្រាប់ការលក់សិភៅថ្ងៃនេះគឺគោលបំណងរបស់ខ្ញុំគឺចង់ជំរុញឲ្យមានការអានឲ្យបានច្រើនបងព្រោះយើងនិយាយទៅការអានសិភៅជួយយើងបានច្រើនបាត់ stress ហើយពេលយើងភាគច្រើនឃើញនៅកន្លែងសាធារណៈឃើញភាគច្រើនកាន់ទូរស័ព្ទច្រើនបងត្រូវអត់តែខ្ញុំចង់ជំរុញឲ្យមានការអានសិភៅកាន់សិភៅឲ្យគ្រប់កន្លែងទាំងអស់ព្រោះសិភៅអានហើយមិនមែនខ្លាចជាអ្នកមានអ្នកជោគជ័យអីទេប៉ុន្តែអ្នកជោគជ័យភាគច្រើនគេផ្ដើមចេញពីអានសិភៅត្រូវអត់បងចាអរគុណចាអរគុណច្រើនបងចង់ជាចុងក្រោយពួកខ្ញុំពិតជាចង់ឲ្យអាណាព្យាបាលក៏ដូចជាសិស្សានុសិស្សទាំងអស់ឲ្យបានមកចូលរួមនៅក្នុងកម្មវិធីនេះគឺគេធ្វើចំនួន2ថ្ងៃគឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យនៅក្នុងវត្តដំណាក់ខេត្តសៀមរាបសូមអរគុណបាយបាយ